បញ្យល់ previous មេរៀនបន្តិចព្រោះដោយសារលើកមុនអត់បាន save វីដេអូបានអញ្ចឹង variable គឺជាអី variable មួយម៉ាត់ឲ្យខ្លីគឺជាអញ្ញាតឬក៏គេហៅថាអថេរក៏បានដែរអញ្ចឹង variable និយាយស្រួលគឺវាមានតួនាទីក្នុងការ store value អីក៏បានដែរវាមាន store value ជា string ជា number ជា float ជាអីហ្នឹងគឺមានច្រើនទីទៀតយើងនឹងស្គាល់ថាអីជា float អីជា integer អីជា string ហើយទីទៀតស្គាល់ហើយណាអញ្ចឹងយើងត្រូវចាំថារាល់ variable ទាំងអស់គឺត្រូវតែមាន meaningful យើងយល់គិតសឹកខ្លួនឯងព្រោះដោយសារ variable តើកាលណាយើងដាក់ទៅទេអត់យល់ន័យយកមកប្រើពេលខ្លះវែងឯងអូខេអញ្ចឹងបន្តទៀតតើមាន data type នៅក្នុងមានអីគេខ្លះយើងមាន numeric ហ្នឹងមានអីគេមាន integer ជាមួយនឹង float integer ហ្នឹងជាអីលេខគត់ហើយ float ហ្នឹងជាអី float គឺជាលេខទស្សភាគណាបន្ទាប់មក sequence type គឺជា string ហ្នឹងគឺជាអី string នេះគឺជាជួបពួកអក្សរដែលស្ថិតនៅក្នុង double quote ឬក៏មាន single quote អាហ្នឹងហើយគឺជា string ណាបន្ទាប់មកគឺអីគេមាន list ហើយ tuple នេះទៀតបានគ្នាយើងរៀនចប់ពី string ចប់ពី control flow ហើយទីគ្នាយើងស្គាល់នឹងអីគេជា list អីគេជា tuple ហើយបន្ទាប់មក mapping type ហ្នឹងគឺជា dictionary ណាតមក boolean ហ្នឹងគឺជាអី boolean គឺជា variable វាជា data type មួយដែល store value true or false ដូចនៅក្នុងតក្កៈពិតឬក៏មិនពិត1ហើយ0ណាតែ basically គឺវាច្រើនគឺវាវា store 1 0មែនប៉ុន្តែ value ដែលយើងប្រើភាគច្រើនគឺប្រើ true and false ទេណាអញ្ចឹងបន្តទៀតថាយើង write string ធ្វើម៉េចបាន correct way បាន write string គឺមានពីរបែបយើងអាចសរសេរជានៅក្នុង double quote ឬក៏ single quote ប៉ុន្តែសម្រាប់តែ program Python មួយដែលយើងអាចសរសេរបានពីរ type នឹងបានក្រៅពី Python គឺសរសេរ double quote គឺតំណាងឲ្យ string single quote តំណាងឲ្យ character ណាតែ Python យើងប្រើពីរនឹងបានប៉ុន្តែ recommend គឺប្រើ double quote មកឲ្យយើងស្ទាត់ដៃតែកាលណាយើងទៅរៀន programming ផ្សេងយើងដឹងថា double quote យើងប្រើសម្រាប់ string single quote សម្រាប់ character ណាចឹងអាហ្នឹង recommend ពីបងទៅបន្ទាប់មកគឺតាក់ទងជាមួយនឹង string ហ្នឹងគឺយើងធ្វើម៉េចយើងអាចដឹងប្រវែងវាបានណាអញ្ចឹងប្រវែងគឺពីច្រើនគេប្រើ len ហ្នឹងគឺវាជា built-in function មួយដែលមានតួនាទីនៅក្នុងការវាស់ប្រវែងរបស់ string វាស់ប្រវែងគឺវាមិនមែនរាប់តែតួអក្សរប៉ុណ្្នឹងទេវារាប់តែទាំងអស់ទាំង space ទាំងអីគឺវារាប់មកទាំងអស់ហើយទៀតគ្នាយើងនឹងរៀនរបៀបនៃកាត់ space ហើយថាម៉េចកុំឲ្យរាប់ space អាណាគូរាប់ space ណាអញ្ចឹងយើងប្រើនេះហើយ syntax របៀបឲ្យវា print out ចេញមក console គឺយើងធ្វើមិនយើងដាក់ print len នៃ variable ហ្នឹងមកឈ្មោះ variable ហ្នឹងមកគឺយើងហៅមកទៅវាចាប់តម្លៃនឹងបានហើយបន្ទាប់មកគឺតាក់ទងជាមួយនឹង escape sequence ហ្នឹងគឺជា character special character មួយដែល allow យើងក្នុងការសរសេរ string នៅក្នុងការលក្ខណៈថាឧទាហរណ៍ថាយើងចង់ប្រើប្រភេទជា special character ដូចជាអា slash ជាឧទាហរណ៍លក្ខណៈថាយើងមាន code divide អីចឹងទៅគឺភាគច្រើនគឺយើងប្រើ escape sequence នៅក្នុងលក្ខណៈថានៅខាងក្នុងនេះឧទាហរណ៍លក្ខណៈថាយើងមាន double quote នៅឡើយនេះ normally double quote តែកាលណាចាប់ដើមតែពេលយើងបិទគឺវាកាត់ទៅត្រឹមហ្នឹងឯងប៉ុន្តែបើកាលណាដែលយើងប្រើនេះប្រើ double quote ទៀតនៅខាងក្នុងហ្នឹងយើងចង់ show ថាយើងចង់ឲ្យ show text នេះវាមាននេះ viking កន្លែងនេះយើងមានចង់មាន double quote ចង់ show លក្ខណៈថានៅក្នុង text ឲ្យគេស្អាតឲ្យមើលទៅឃើញថាអាហ្នឹងជាឈ្មោះដែលគេហៅឬក៏ជាអីណាព្រោះចឹងក្នុង paragraph យើងដឹងរបៀបរៀនអញ្ចឹងដើម្បីប្រើនឹងបានលុះត្រាយើងប្រើ backslash នេះយើងប្រើ backslash ហ្នឹងទៅដើម្បីឲ្យវាកុំឲ្យវា detect ថាអានេះវាបិទ string នេះវាកាត់ត្រឹមប៉ុណ្នេះអូខេអញ្ចឹងគឺអានេះវា detect មកហ្នឹងទៅអញ្ចឹងដល់ពេលយើង print message មកគឺវានឹងចេញអានេះឲ្យយើងហើយអូខេអញ្ចឹងបន្តទៀតតាក់ទងជាមួយនឹង escape sequence គឺមិនមែនមានតែមួយហ្នឹងទេគឺយើងមានអីគេសម្រាប់ slash អញ្ចេះទៅគឺអាហ្នឹងសម្រាប់ប្រើ single quote វាស្រដៀងតាមមិញដែរអាមិញគឺ show មកជា double quote តែនេះវាចូលជា single quote អានេះគឺ backslash ពីរដងនេះគឺដើម្បី show អា slash មកមួយនេះ slash មួយនេះឲ្យយើង show នៅក្នុង text ឧទាហរណ៍លក្ខណៈថានៅក្នុង text នេះយើងចង់លក្ខណៈថា John នេះអាច John này នេះបើកាលណាយើងដាក់ slash តែមួយអញ្ចេះឃើញវាចេញ error លុះត្រាយើងដាក់ slash 2ដើម្បីវា detect slash នេះមួយឧទាហរណ៍ថាឥឡូវបើយើង print first name ហើយនេះfirst name អូខេយើងថតយើង print first name ឃើញវា print slash ឲ្យមកហើយប៉ុន្តែបើយើងដាក់ slash តែមួយnày នេះវាចេញ error ឃើញទេវា error មកឲ្យយើងមើលវាថាហ្នឹងវាអត់ detect ទេអូខេអញ្ចឹងលុះត្រាបើយើងចង់ឲ្យ show ជា backslash មកអញ្ចេះយើងប្រើ double slash ចឹងមកបន្ទាប់មកគឺគេ new line slash n គឺដើម្បីចុះបន្ទាត់ណាបន្ទាប់មកគឺ slash r ហ្នឹង character return ហ្នឹងតិចគ្នាយើងនឹងស្គាល់បន្តទៀតឯនៅពេលដែលយើងចាប់ដើមប្រើទៀតអានេះ slash t នេះគឺ tab
នៅក្នុងយើងធ្លាប់រៀន Word ជិតអីរបៀប tab គឺឲ្យមាន space នៅខាងមុខចឹងទៅអានេះគឺ /b គឺ backspace គឺឲ្យមានbackspace ទៅក្រោយវិញណាបន្ទាប់មកគឺ F គឺ form fit អានឹងសម្រាប់ show special character អញ្ចឹងទៅហើយអា /oo នេះគឺ optical value អាហ្នឹងគឺយើងមិនចាំស្គាល់ព្រោះវាគេមិនសូវប្រើអាហ្នឹងហើយអានេះក៏ដូចគ្នាដែរគឺវាច្រើន show hash value ហ្នឹងគឺជាលេខតំណាងឲ្យទៅលើ memory ណាមួយចឹងទៅណាអាហ្នឹងបន្ទាប់មកគឺតកតងជាមួយនឹង format string អញ្ចឹង format string គឺយើងមានពីរបែបគឺទី1គឺយើងអាចប្រើ plus sign នេះបានគឺយើងចង់ប្រើបូកចេះបានលក្ខណៈថាឥឡូវបង show នេះពីរបែបឧទាហរណ៍នេះយើងមាន full name លក្ខណៈថាយើងមាន name នេះ name កន្លែងនេះអានេះ full name s ចាអូខេអញ្ចឹងលក្ខណៈថាយើងមានឈ្មោះដើមហើយយើងមានតកូលណាយើងមានឈ្មោះដើមមានឈ្មោះតកូលបន្ទាប់មកយើងចង់អាពីរហ្នឹងឲ្យវាជាប់គ្នាដើម្បីជាប់គ្នាបានទៅជា string មួយយើងអាចប្រើពីរបែបយើងប្រើបូកអញ្ចេះក៏បានយើងប្រើ f ចេះក៏បានដែរតែកាលណាយើងប្រើ f គឺវា syntax ខ្លីជាងស្រួលអូខេអញ្ចឹងដល់ពេលហ្នឹងទៅពេលយើង print មកគឺវាដូចតែគ្នាតែវាអត់មានអីខុសគ្នាទេអានេះfirst name is s អានេះ S មកមុនចុះអានេះមកក្រោយfull name ច្រឡំ full name S អានេះ full name T អូខេអញ្ចឹងនៅពេលដែលយើង print ចេញមកគឺវាដូចគ្នាទេគ្រាន់តែអានេះវាវែងជាងណាអានេះយើងប្រើបូកដើម្បីមាន space គឺយើងត្រូវប្រើ double quote ហើយបានយើងដក space មកមិនអាចវាបានអូខេហ្នឹងតែប៉ុណ្្នឹងអញ្ចឹងយើងមកមើលតកតងជាមួយនឹង form តកតងជាមួយនឹង string method អញ្ចឹង from last lesson ហ្នឹងគឺយើងរៀនពី len ហើយរបៀប built in function ហើយរបៀបវាស់វែងហើយប៉ុន្តែនៅក្នុង lesson នេះគឺយើងរៀន more method ទៀតមិនមាននិយាយរួមមិនមានតែ len នឹងមួយដែលក្នុងការ detect គឺវាមានច្រើនទី1គឺ .upper ហ្នឹងមានន័យថាម៉េចអូខេ focus guide ព្រោះដោយសារនេះគឺចំណុចថ្មី .upper នេះគឺធ្វើឲ្យអក្សរទាំងអស់คล้ายទៅជា uppercase អញ្ចឹងឧទាហរណ៍ថានៅខាងក្នុងនេះឥឡូវបងមានrandom បងដាក់ថា random string ហើយបងដាក់នៅខាងក្នុងនេះឈ្មោះថា hello world អូខេអញ្ចឹងបងចង់ print អា hello world នេះចង់ទៅជាអក្សរធំទាំងអស់អញ្ចឹងយើងប្រើនេះមកគឺ .upper ចេះមកអញ្ចឹងដល់ពេលដែលយើង run មកឃើញវាចេញមកហើយឃើញវាចេញមក full ទៅជាអក្សរធំទាំងអស់អញ្ចឹងអានេះ .upper គឺសម្រាប់ detect ឲ្យធ្វើម៉េចឲ្យ convert string នេះ convert string ហ្នឹងគឺទៅជាពាក្យ capital letter ទាំងអស់វាមិនមែនទៅជាពាក្យធម្មតាដូចយើងឃើញចេះលក្ខណៈថាវាជាអក្សរទូចធម្មតាយើងចង់វាទៅជា upper អូខេបន្ទាប់មកតកតងជាមួយនឹង .lower អញ្ចឹងវាផ្ទុយពីអានេះ .upper គឺឲ្យអក្សរទៅជាអក្សរធំទាំងអស់ប៉ុន្តែអានេះគឺទៅជាអក្សរទូចទាំងអស់អញ្ចឹងឧទាហរណ៍ថានៅខាងក្នុងនេះអា hello world នេះអញ្ចឹងដល់បង copy ពីនេះហើយបងដាក់នៅខាងក្នុងនេះវិញអូខេអញ្ចឹងបងចង់អាហ្នឹងទៅជា lower វិញអញ្ចឹងយើងប្រើ lower វិញមកដល់ពេលយើង run មកឃើញអក្សរហ្នឹងទៅដើមវិញហើយនេះ hello world មកវិញគេអក្សរមកទូចវិញហើយអញ្ចឹងពីរហ្នឹងគឺអាមួយធ្វើអក្សរទៅធំទាំងអស់បន្ទាប់មកអាមួយនេះគឺធ្វើអក្សរទូចទៅទាំងអស់អូខេបន្ទាប់មក .title ហ្នឹងគឺវាច្រើនចង់ឲ្យអាពាក្យ string របស់យើងហ្នឹងគឺវាដូចជា title នៃ text អីណាមួយចឹងទៅលក្ខណៈថា title គឺយើងធ្វើវាច្រើនគឺអីគេគឺផ្ដើមអក្សរគឺអក្សរធំហើយបន្ទាប់មកគឺអក្សរវាទូចហើយដល់ពេលដកឃ្លាគឺអក្សរទៅធំអញ្ចឹងអា title គឺអាហ្នឹងវា convert ទៅវាទៅជា title លក្ខណៈថាយើងចង់ print ធ្វើទៅជាអីមួយលក្ខណៈថាយើងចង់ដាក់ title នៅក្នុង game របស់យើងಅಥವಾយើងបង្កើត game មួយចុះយើងចង់បង្កើត title មកអញ្ចឹងគឺអានេះយើងអាចប្រើនឹងដក title នឹងបានបន្ទាប់មកគឺអីគេទៀត .all strip ហ្នឹងគឺគេ remove all space ចឹងមានថាអានេះគឺមានតួនាទីក្នុងការ remove space ទាំងអស់ទាំងមុខទាំងក្រោយអញ្ចឹងអាកន្លែងនេះឧទាហរណ៍ថានៅខាងមុខនេះបងមាន space ហើយខាងក្រោយបងមាន space ដែរអញ្ចឹងបងប្រើ .all strip អូខេតែកាលណាយើងប្រើ .all strip នៅពេលដែលយើង print គឺវាអត់មាន space នៅក្រោយចេះឲ្យយើងមើលណាឃើញវាមកពាក្យអញ្ចឹងណាប៉ុន្តែបើកាលណាដែលយើងនេះ .all strip ត្រូវទេយើងប្រើ .all strip អូខេអញ្ចឹងយើងប្រើ .all strip អញ្ចឹងបើការធម្មតាឥឡូវយើង move អានេះចេញនៅពេលដែលយើង print ឃើញវានេះឃើញវាថយមកខ្ពស់ហ្នឹងនេះមកអូខេចុះកន្លែងហ្នឹងប៉ុណ្ណឹង .all strip គ្នាយកឲ្យមកអញ្ចឹងមកអាហ្នឹងវានេះទេបន្ទាប់មកគឺ .replace ហ្នឹងមានន័យថាម៉េច
dot replace គឺមានថាយើង replace ពាក្យណាមួយអញ្ចឹងឧទាហរណ៍ថាឥឡូវយើង replace ពាក្យថាអក្សរ e អញ្ចឹងបងដាក់ dot replace អូខេបងដូរពាក្យថាអឺបងដាក់ថា replace ឧទាហរណ៍ថាបងចង់ដូរពាក្យ hello 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 ពាក្យអក្សរធំ hello ហ្នឹងទៅជាពាក្យអីគេ hi វិញអញ្ចឹងនៅពេលដែលយើង print មកឃើញវាដូរទៅ hi world វិញអូខេអញ្ចឹងមានថា dot replace នេះគឺមានតួនាទីនៅក្នុងការ replace មួយ category ណាមួយបើយើងចង់ replace ជា character ក៏បានដែរឧទាហរណ៍ថាបងចង់ replace អក្សរ h នេះដោយអក្សរអីគេដោយអក្សរi អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើង print មកឃើញវាដូរទៅ i ឯង elo អញ្ចឹងទៅ elo world អញ្ចឹងទៅណាអញ្ចឹងត្រូវចាំអាពួកហ្នឹងបន្ទាប់មកគឺគេ find នេះមានន័យថាម៉េចយើងចង់រកពាក្យឧទាហរណ៍ថាយើងចង់រកពាក្យណាមួយនៅខាងក្នុង string របស់យើងអញ្ចឹងនៅពេលដែលយើងរៀនដល់ loop ហើយយើងចង់លក្ខណៈថានៅក្នុង exercise ហ្នឹងគេចង់ឲ្យយើងថាអ្នកឯងត្រូវរកពាក្យនៅខាងក្នុងហ្នឹងថាពាក្យហ្នឹងមានអត់បើមានយើងគួរថានិយាយថាម៉េចអីចឹងទៅណាទីទៀតគ្នាយើងនឹងរៀនអាហ្នឹងតកតងជាមួយនឹង control flow អញ្ចឹងយើងអាចប្រើពាក្យ find មកយើងប្រើ find ហើយបន្ទាប់មកយើង find អីគេឧទាហរណ៍ថា find age អីចឹងទៅតើ age ហ្នឹងមាន exist នៅក្នុងហ្នឹងអត់ជាងនៅពេលដែលយើង print មកគឺវានឹង find និយាយថាអា age នេះនៅ index ទី1ណា index 0អញ្ចឹងមានថាត្រូវចាំនៅក្នុង programming គឺគេអត់រាប់ពី1មកគេរាប់ពី0 0 1 2 3 4ហ្នឹងទៅអញ្ចឹង age ហ្នឹងគឺនៅណា age ហ្នឹងនៅ index 0អញ្ចឹងវា show 0ចូល w នៅ index ទីម៉ានមកឥឡូវw នៅ index ទីម៉ានត្រូវចាំថាគឺអានេះគឺតើកាលណាយើងអត់ប្រើតាក់ទងជាមួយនឹង method ណាមួយទេគឺអា space ហ្នឹងគឺវារាប់ហើយអញ្ចឹងវានៅទី6អញ្ចឹងរាប់ពី0មក0 1 2 3 4នេះ5នេះ5 6អញ្ចឹង w នៅទី6អញ្ចឹងបន្តទៀតតាក់ទងជាមួយនឹង in ហ្នឹងឯគេ use to ask is the word exist in variable អញ្ចឹងអានេះ find នេះវាច្រើន find character ណាប៉ុន្តែអានេះគឺប្រើតាក់ទងជាមួយនឹងតើ word នឹង exist អត់អញ្ចឹងឧទាហរណ៍ថាអឺឥឡូវដាក់ចេះឥឡូវអានេះបើ print ស្អីគេយើងដាក់ថា hello in random string ណាអញ្ចឹងឧទាហរណ៍បើយើង print អញ្ចឹងបើវាមានវានឹង print មកថា true អញ្ចឹងកន្លែងហ្នឹងគឺអញ្ចឹងគឺមានថាយើង print កន្លែងនេះគឺជា syntax ឈ្មោះ string ដែលយើងចង់ find ចង់ឲ្យវាដឹងថាតើអានេះវានៅក្នុងពាក្យថា hello world អត់អា hello ហ្នឹងមាននៅក្នុងនឹងអត់អញ្ចឹងយើងដាក់មកអញ្ចឹងមកសួរថា in អញ្ចឹង in ហ្នឹង whether សួរអាចថានៅខាងក្នុង value របស់ a random នេះអត់អញ្ចឹង in random អញ្ចឹង random ហ្នឹងវា store value អីគេ store value hello world អញ្ចឹងវាចាប់ផ្ដើមទៅ check មើលថាតើពាក្យ hello នេះវាមាននៅក្នុង random string អត់បើមានចូលអ្នកនិយាយថា true ចុះបើអត់មានឥឡូវបងដាក់ពាក្យថា hi វិញវានឹងចេញអីគេវានឹងចេញ false គឺវារកពាក្យណាត់មានទេអូខេអញ្ចឹងត្រូវចាំមួយ in នេះគឺប្រើសម្រាប់ string find ប្រើសម្រាប់ character អូខេកន្លែងហ្នឹងណាបន្ទាប់មកគឺ not in ណាអញ្ចឹង in ហើយ not in ហ្នឹងគឺដឹងហើយវាផ្ទុយគ្នាតែប៉ុណ្្នឹងហើយអញ្ចឹងឧទាហរណ៍ថាអានេះ hi ហ្នឹង not in អញ្ចឹងអញ្ចឹងវា true ហើយព្រោះអាហ្នឹងវាមាននៅក្នុង hello world មកពីណាត្រូវអត់អូខេអញ្ចឹងឡើងហ្នឹងវាប៉ុណ្ណឹង so far មានមកដល់តាក់ទងជាមួយនឹង number អូកន្លែងនេះកន្លែងស្បាយណាស់អញ្ចឹងនៅក្នុង Python គឺមាន3 numeric អញ្ចឹង numeric មិនយើងរៀនមិនយើងមិនស្គាល់បាន2 in ជាមួយនឹង float ណាគឺយើងគ្រាន់ស្គាល់តែយើងអត់តបាននេះទេអញ្ចឹងទី1គឺតាក់ទងជាមួយនឹង integer ណាយើងចាប់ដើមមកស្គាល់ណា integer លេខគត់ទេfloat គឺអីគេ float គឺលេខទស្សភាគ complex ហ្នឹងគឺទី10ហើយរៀនហើយគឺមាន i អាហ្នឹងគឺហៅ complex ហើយណាអញ្ចឹង a បូក ax បូក bi ហ៎បងភ្លេចបាត់ហើយភ្លេច syntax វាបាត់ហើយសិស្សបកាយកណិតប្រាប់តិចមើលណាអញ្ចឹងអា complex ហ្នឹងគឺអាហ្នឹងគឺមានថា z ស្មើa បូក bi ណាអញ្ចឹងអាហ្នឹងបន្ទាប់មកយើង identify type មួយនឹងមិនឧទាហរណ៍លក្ខណៈថាអូលេខមកជួរ
តែបន្តមកគេចង់ដឹងថាលេខមួយហ្នឹងវាថែបមិនអញ្ចឹងឧទាហរណ៍ថានៅខាងក្នុងនេះណាបងលុបចេះឧទាហរណ៍បងដាក់ថា x អានេះ1អានេះ y ស្មើ1.0ហក z បងស្មើអីគេ a បូក bi អានេះ a នេះគឺដាក់លេខ1ចុះ1បូក2i ចុះ missing អានេះដល់ដាក់ string អង្កើតតែបើដាក់ string វាចេញមក type string ទេមិនស្រួលហើយជាមើលសិនអូខេអញ្ចឹងឥឡូវយើងសារprint out សិន print អញ្ចឹងដើម្បីដឹង type វាយើងត្រូវធ្វើម៉េចដើម្បីដឹង type វាគឺទី1គឺយើងប្រើពាក្យ built-in function ហើយឈ្មោះថា type អញ្ចឹងនៅក្នុងហ្នឹងគឺយើងហៅមកយើងហៅ type អីគេ type នៃអីគេ x អញ្ចឹង type នៃ x ជាអីឥឡូវ type នៃ x ជាអី type x វាប្រាប់ថាជា integer ជាលេខគត់ហើយចុះ y ទៅ print type type អីគេ type y អញ្ចឹង type y វានឹង print ចេញអី float ចុះ z ឥឡូវបងសិតបងខែថាវាមិនស្រួលចេញអត់ចេញ complex ទេមិនស្រួលព្រោះតែយើង store វាជា string វា store វាជា string បងចង់ flick បាត់អានេះដើម្បីវា show អានេះមិនទេ conflict នេះបើដកអានេះដូចជាត្រូវប្រើ method មួយតាមបងចាំនេះអាចទៅ save វាទៅជា complex បានព្រោះតែកាលណាយើង save នេះគឺជាវា string ហ្នឹងអញ្ចឹងយើងអាចប្រើពាក្យថា built-in function complex 1 2អញ្ចឹងទៅអញ្ចឹងដល់ពេលនេះទៅវានិយាយពាក្យថា complex ឯព្រោះដោយសារពេលវា print មកនេះវាឲ្យ type ជាគេជា A ហើយនេះជា type វាជា B វាចំនួន variable អញ្ចឹងដើម្បីឲ្យអានេះ print ជា complex លុះត្រាតែយើងប្រើ built-in function ឈ្មោះថា complex អូខេអញ្ចឹងបានវា detect មកអញ្ចឹងអាហ្នឹងរបៀប define type ឲ្យឃើញនៅប៉ុណ្ណឹងអូខេអញ្ចឹងយើងតទៅមុខទៀតណាអញ្ចឹងនៅក្នុង Python គឺយើងរៀន arithmetic operator អញ្ចឹងមានថាគ្រប់ programming ទោះបីនៅក្នុងណាក៏ដោយគឺត្រូវតែរៀនបូកដកគុណចែកហ្នឹងគឺរៀនទាំងអស់ហ្នឹងឲ្យស្គាល់អាហ្នឹងទាំងអស់ណាអញ្ចឹងនៅសំបីនៅកណិតចូលដំបូងរៀនបូកដកគុណចែកណាតែមកនេះគឺរៀនអាដែលប៉ុន្តែយើងប្រើម៉ាស៊ីនឲ្យគិតជំនួសយើងវិញណាអញ្ចឹងយើងមានបូកមានដកមានគុណមានចែកមាន modulo ហើយជាមួយនឹងមាន export ណាគេស្គាល់ modulo ខ្លះនៅនេះណាគេស្គាល់ modulo មើលសិស្សកែកណិត basically module គឺជាលេខចែកនៅសល់សំណល់អញ្ចឹង basically គឺនៅក្នុងលំហាត់សិប្បកម្មគេចង់ឲ្យយើង find នៅសល់សំណល់ចុងក្រោយឧទាហរណ៍លក្ខណៈថាគេមានលេខ2ស្វែងគុណ2ស្វែងគុណ2រហូតដល់ស្វែងគុណ10ឡើងតអញ្ចឹងទៅគេចង់ឲ្យយើងចែកធ្វើម៉េចចេញសល់សំណល់ចុងក្រោយមកមួយថាលេខហ្នឹងចែកដាច់ឬក៏ចែកមិនដាច់ប៉ុន្តែនៅខាងក្នុងនេះគឺយើងចែកចេញសំណល់លេខធម្មតាណាអញ្ចឹងឡើងហ្នឹងហើយនេះ exponential គឺយើងស្គាល់ធម្មតាគឺវាមិនទៅណាទេណាអញ្ចឹងយើងរៀនតាក់ទងជាមួយនឹង working with number ស្បាយនេះអញ្ចឹងនៅក្នុងទី1 working with number នេះយើងមិនទាន់ឥឡូវយើង explore ជាមួយនឹងarithmetic operator អញ្ចឹងឧទាហរណ៍ថាបងមាន x ហើយជាមួយនឹង y ណា y ហើយបងថាអីគេនេះ plus sign អញ្ចឹង plus ស្មើគេស្មើ x បូក y អញ្ចឹងយើង print មក print plus អញ្ចឹងប៉ុណ្នេះឃើញប្រហែលឥឡូវបូកលេខមកឃើញប្រហែលមកបូកចេញទឹកចប់មកអញ្ចឹងយើងមកគឺវាមានអីគេវាស្មើ 2.0 ហ្នឹងហើយព្រោះ design គេអានេះវា float លេខទស្សភាគអានេះលេខគត់ធម្មតាអញ្ចឹងតបូកវាមានកតុយទស្សភាគមកអញ្ចឹងហីណានេះ 2.0 នេះ 2.0 ចប់ហើយសិស្សខ្ញុំនៅចិត្តដៃមិនត្រូវមកឥឡូវស៊ីគេminus minus ចេះឲ្យតាx ដក y ហើយ print minus តោះឃើញមែនណាត្រូវ0.0ត្រូវព្រោះ design គេនេះលេខទស្សភាគទេលេខទស្សភាគណានៅបើវិញពុំគិតដល់នឹងគិតដល់ស្អីស្រួលដល់ចូលអនុគម expo ផងអនុគម logarit ផងហ្មងចេញមកប៉ុណ្្នឹងស្រួលណាបន្តមកគេទៀត multiple ណា multi អញ្ចឹងទៅអញ្ចឹង x គុណជាមួយនឹង y print មកចេញគេមកឥឡូវចេញអីមកសួរទៀតហើយវាមានអីក្រៅពី 1.0 ហ្នឹងឯងណា
កាកកណិតហ្នឹងប៉ុណ្ណឹងហ្នឹងណាបន្ទាប់មកឲ្យគេ modulo មកឥឡូវ modulo module module x modulo y ឃើញប៉ុន្មានមកហ៎ឃើញប៉ុន្មានសំណល់ឃើញដៃមូលប៉ុណ្ណឹងហ៎ឃើញ0.0អូខេឃើញ0.0 modulo អញ្ចឹងឧទាហរណ៍បើលេខខុសពីមួយឧទាហរណ៍បងដាក់លេខ5ហើយអានេះលេខ2ចុះវាឃើញប៉ុន្មានអ្នកទស្សភាគចែកមកនេះសំណល់វានៅសល់1ដោយសារគេ2មកវា2នៅសល់3 3នៅសល់2ទៀតវានៅសល់1អញ្ចឹងសំណល់វាសល់1អញ្ចឹង1.0ព្រោះដោយសារ synonym នៅទស្សភាគអូខេអញ្ចឹងលេខប៉ុណ្្នឹងហ្នឹងប៉ុន្តែកន្លែងនេះត្រូវចាំបន្តិចអាសញ្ញាចែកណាចែកនេះមាន2ចែកតែមួយចែក2ចេះតិចច្រឡំមួយអានេះ backslash ប្រយ័ត្នច្រឡំអានេះនៅក្នុង array matrix ក្នុង array matrix អានេះកាលណាដាក់ slash តែមួយលេខចែកចេញមកចេញទស្សភាគប៉ុន្តែកាលណាដាក់ slash មក2ចេះលេខចេញមកលេខគត់អញ្ចឹងឥឡូវយើងមើលចុះឧទាហរណ៍ថាអឺបងដាក់ថា divide អូខេ divide អញ្ចឹង x y អានេះ divide អឺគុតចុះdivide គុតអញ្ចឹងចែកចេញជា2 divide គុតហើយ divide អត់គុតdivide ធម្មតាអញ្ចឹងយើងមើលមកវាចេញមិនអញ្ចឹងអានេះវាពេលវាចែកគុតមកអានេះចែកគុតមកគឺវាចាប់យកតែក្បាលដំបូងឯងមានថាចែកវានៅសល់លេខប្រមាណក្បាលដំបូងគឺវាយកលេខហ្នឹងលេខទស្សភាគណាចាអានេះចែកចេញទៅឃើញ 2.5 ណាអានេះព្រោះដោយសារគេអានេះ divide អត់គុតអានេះ divide គុតអូខេចាច្រឡំណា slash តែមួយចែកចេញលេខទស្សភាគចែក2ចេះចេញលេខគុតអូខេបើវិញយកមើល expo ទៀតមក expo មកចឹងមក print មក print exponent មកចេញអីគេចេញ25ដោយសារគេ5 2 2 5 25 5ការ៉េនេះ25ណា expo ដូចអាលេខគុណឡើងមែនគេហៅទៅគេស្វ័យគុណណា expo អញ្ចឹងត្រឹមហ្នឹងយល់អត់ឡើយនៅក្នុងលំហាត់ហ្នឹងគឺគេឲ្យធ្វើគេណានៅក្នុង insight code editor របស់យើងហ្នឹងណាទី1 create variable x ហើយ assign value វាជា integer 5អានេះ create variable y ហើយ assign វាជា float number 3.4បន្ទាប់មកបង្កើត variable z ដែល assign ជា complex number ហើយ print type វាមួយអូខេហើយបន្ទាប់មកមួយទៀតបងភ្លេចថែមមួយគ្នាយើងមួយទៀតអឺ do all arithmetic operator ណា operator អញ្ចឹងមានន័យថារាល់ arithmetic operator ដែលយើងរៀនបានប្រមាណ apply ទៅចូលទាំងអស់ទាំងនិយាយរួមធ្វើមិនឲ្យបានគ្រប់មាន x បូក y y ដក y ឬក៏អីឆ្លាស់គ្នាទៅវិញទៅមកធ្វើមិនឲ្យគ្រប់ operator មកទាំងអស់អូខេអញ្ចឹងប្រើប៉ុណ្ណឹងអាហ្នឹងសម្រាប់លំហាត់ឲ្យគ្នាយើងធ្វើថ្ងៃហ្នឹងហើយ I think ដូចបងមានតែប៉ុណ្្នឹងទេព្រោះសារបងត្រូវប្រញាប់បន្តិចបងត្រូវទៅ